បំណាច់ថាយកសរងមកពីខ្មែរបានពីរដែរបងប្អូនក៏កាត់ស្លៀកខ្លួនឯងមួយហើយកាត់ឲ្យកូនស្លៀកម្នាក់មួយទៅហើយកូនខ្ញុំក៏អញ្ចឹងទៀតនិយាយពីថាបើបានកាត់ឲ្យអញ្ចឹងនិយាយពីនាំគ្នាអូយអូហើយនាំគ្នាស្លៀកដើរពេញភូមិកូរ៉េហ្មងមិនធំតែស្លៀកសរងកស៊ូទេណាបងប្អូននិយាយទៅពីពាក់អាវមានតាំងពីផ្លាកផែនទីផ្លាកទង់ជាតិកម្ពុជាហើយទៅសេអសប៉ិនណាន័យថាកម្ពុជាបើមិនមែនកម្ពុជាទៀតមានតែខ្មែរហើយខ្ញុំថ្ងៃហ្នឹងស្លៀកគឺថាខ្ញុំលៀកអត់រើសទេណាបងប្អូនខ្ញុំចេះតែស្លៀកទៅស្រាប់ដល់ពេលយកមកថតមើលវីដេអូវិញបានដឹងថាអូស្លៀកឲ្យកូនឡើងកូនភ្លោះហ្មងថ្ងៃហ្នឹងនិយាយពីថាឈុតខុបផលហ្មងណាថ្ងៃហ្នឹងមកជួបមិត្តភ័ក្តិហើយស្រីតូចនេះគេអៀនគេអត់ហ៊ានចុះពីលើដៃម៉ែគេទេនាំគ្នាថ្ងៃហ្នឹងមកលេងទឹកអូណាបងប្អូនហើយទឹកអូនៅកូរ៉េខែហ្នឹងគឺថាពេញនិយមហ្មងហើយទឹកក៏អត់មានច្រើនទេបងប្អូនតែគ្រាន់ថាទឹកវាថ្លាហើយបើថាចុះទៅវិញគឺថាដូចតកកអញ្ចឹងត្រជាក់ខ្លាំងមែនតើសម្រាប់ខ្ញុំណាហើយកូនស្រីខ្ញុំវិញគេថាមកដល់កន្លែងលេងទឹកហើយនៅចាំកាលទៀតនាំគ្នាស្រាតសរងស្រាតសពុតហើយនាំគ្នាចុះលេងទឹកហើយនិយាយពីថាស្លៀកថ្ងៃហ្នឹងក៏ថាទាំងក្នុងទាំងក្រៅហ្មងសម្បីតែខោខាងក្នុងក៏ស្លៀកមកចេញគឺថាដូចគ្នាហ្មងខុបផលហ្មងហើយអត់មានចាប់អារម្មណ៍ទេបងប្អូនប៉ុន្តែស្លៀកចេញមកនិយាយទៅមកដល់កន្លែងហ្នឹងបាននឹកឃើញថាអូហើយក៏ដូចគ្នាមកម៉េចហើយហ្នឹងរើក៏អាវហើយកូនស្រីខ្ញុំឯនេះវិញគឺថាសក់វិញឡើងរួញកញ្ញាញ់ហើយមិញអ៊ីម៉ូគាត់ថាស្មានតែខ្ញុំអ៊ុតសក់រួញឲ្យតែមានណាសក់គាត់កំណើតទេមិនមែនអ៊ុតសក់រួញទេហើយបើជួបកូរ៉េជនជាតិកូរ៉េវិញពួកគាត់ច្រើនតែគិតថាសក់ហ្នឹងមិនមែនសក់កំណើតទេសក់អ៊ុតចឹងណាហើយខ្ញុំគិតសក់ត្រង់ហើយដល់ពេលជនជាតិកូរ៉េគេពេញនិយមសក់រួញដែរចឹងណាតែគ្រាន់ថាសក់រួញបែបមានភ្លីសក់រួញបែបមានទម្ងន់ត្រឹមត្រូវតែរួញនេះគឺមិនមែនរួញត្រឹមត្រូវទេគេរួញបាសឡើងកញ្ញាងដូចឬអាស័យឯតែមិនដឹងធ្វើម៉េចទេខ្ញុំវាពិបាកដែរហើយទឹកពេលនេះឡើងត្រជាក់ខ្លាំងមែនទែនហើយថ្លាដូចកញ្ចក់ឃើញដល់បាតហ្មងបងប្អូនអើយប្រាប់សក់ហ្នឹងគឺថាវាពិបាកក្នុងការសិតពិបាកក្នុងការថែទាំណាបងប្អូនបាសកញ្ញាងឃើញអញ្ចឹងតិចថាមកពីម៉ែវាមិនចេះសិតមិនចេះតុបតែងខ្លួនឲ្យកូនវាមិនមែនទេដោយសារតែសក់ហ្នឹងដូចថាយើងសិតវាចងវាអីត្រឹមត្រូវស្អាតឯប៉ុន្តែគ្រាន់ថាវាមិនបានរយៈពេលយូរណាត្រឹមតែ3-4ម៉ោងអីក្រោយមកទៅវាបាសកញ្ញាងអញ្ចឹងទៀតអីអញ្ចឹងមិនដឹងធ្វើម៉េចទេបើចងរឹតតាំងខ្លាំងពេកចងច្រើនពេកខ្លាចគាត់ឈឺក្បាលដល់ផ្ទះវិញហើយគឺថាអត់មានអីច្រើនទេគឺញ៉ាំនំបញ្ចុកណាបងប្អូនពីព្រោះអីកូនខ្ញុំគឺគាត់ចូលចិត្តនំបញ្ចុកខ្មែរទឹកស្លខ្មែរយើងខ្លាំងមែនតើហើយខ្ញុំថ្ងៃហ្នឹងគឺខ្ញុំញ៉ាំ3នាក់ម៉ែកូនហើយដាក់ស្លខ្មែរស្លការីប៉ុន្តែសឡូខ្មែរសឡូកូរ៉េអើយបញ្ចូលសលេងយូរទៅវិញអស់ហើយបងប្អូនសឡូខ្មែរគ្រាន់តែពណ៌សបល់វាអត់សូវជាដិតខ្លាំងហ្មងទេដោយសារថាខ្ញុំអត់មានលំមៀតខ្មែរយើងមានតែលំមៀតកូរ៉េរៀងពណ៌សបល់វាងស្រាលជាងលំមៀតខ្មែរយើងពេលអញ្ចឹងទៅពណ៌មិនសូវលឿងទេប៉ុន្តែបានសរសៃនំបញ្ចុកលឿងហ្នឹងជំនួសអញ្ចឹងណាហើយទឹកសឡូនំបញ្ចុកហ្នឹងដែរគឺខ្ញុំសម្លទុកតាំងពីមួយអាទិត្យមុនដែរតែគ្រាន់តែយើងដាក់ទូទឹកកកអាកន្លែងកកហើយពេលដែលយើងញ៉ាំយើងគ្រាន់តែយកមកកម្ដៅអញ្ចឹងទៅគឺអូខេរួចរាល់ឆ្ងាញ់ដូចគ្នារក្សាគុណភាពនិយាយទៅគឺរក្សារសជាតិបានដូចតែគ្នាទេហើយកូនស្រីខ្ញុំឯណាវិញគឺថាបើមិនច្បល់ឲ្យគាត់អត់ញ៉ាំទេតកោតច្បល់ឲ្យគាត់ចឹងមកគាត់ញ៉ាំហើយសម្រាប់នំបញ្ចុកទឹកស្លខ្មែរយើងដោយសារតែបងប្រហុកពេលអញ្ចឹងហើយគេញ៉ាំតែ3នាក់ទេហើយកូនខ្ញុំគាត់ចូលចិត្តខ្លាំងមែនតើជាពិសេសកូនបើនេះគេថាបូមយកតំងហ្នឹងហើយគាត់ចូលចិត្តខ្លាំងហើយបើថារបស់ដែលគាត់ចូលចិត្តហើយគឺថាគាត់ញ៉ាំទៅពេញមាត់ហ្នឹងស្រឡាញ់ត្រង់ហ្នឹងហើយបើកូនបងវិញគឺគាត់អត់ចូលចិត្តញ៉ាំទេបងប្អូនហើយមិនមែនថាអត់ចូលចិត្តញ៉ាំនំបញ្ចុកហ្នឹងឯណាគឺគាត់ចូលចិត្តក៏ប៉ុន្តែគាត់អត់ចូលចិត្តញ៉ាំចំណីអាហារតែមកពេលអញ្ចឹងហើយរៀងស្គមហើយចំណែកកន្លែងវីដេអូកន្លែងនេះនិយាយពីថាអស់សំណើចខ្លួនឯងយ៉ាងទីថតប្រហែលដងឯណាបងប្អូនតើមិនថតត្រូវមិនមែនថតខុសម្ដងពីរដងឯណារាប់10ដងណាតែមកបានមកវីដេអូឃ្លីបចុងក្រោយហ្នឹងណាផឹកម្នាក់ឯងពេកទៅឡើងវិញបងប្អូននៅច្រឡំថាស្មានតែគេចាក់ឲ្យមានគ្នាតាមពិតម្នាក់ឯង